มาจูบองโอนថ្ងៃនេះនាងខ្ញុំបានមកជួមកចានទៀតហើយមានស្វាយជើងទៅមានមកកាក់មានអំបិលម្ទេសបើទៅនឹងនៅក្រហមមែនតែម្ដងមកញ៉ាំទាំងអស់គ្នាណាបងប្អូនហើយកាមេរ៉ារបស់នាងខ្ញុំនេះអត់ទៅត្រូវចានភ្លឺទៅពន្លឺចាំងល្អមែនតែម្ដងទូរស័ព្ទរបស់នាងខ្ញុំជើងទៅបើមិនបានបើកភ្លើងក៏វាមិនអត់ចិត្តនិយាយលេងទេឥឡូវយើងក៏ចាប់ផ្ដើមញ៉ាំអំបិលម្ទេសជាមួយនាងខ្ញុំទាំងអស់គ្នាអត់មានមកជួច្រើនមកដោយគេលក់នៅតាមផ្សារទេខ្ញុំទៅផ្សារបានតែទិញបានតែប្រហែលមុខនឹងឯងគឺអត់បានទិញច្រើនមុខទេហើយនឹកឃើញក៏ចង់ញ៉ាំបុកអំបិលម្ទេសទៅនិយាយរួមឲ្យតែនឹកឃើញគឺឃ្លានផ្លាប់ហើយបើនៅផ្ទះវិញអើយចំជាតិអញ្ចឹងហើយបងចូលចិត្តមែនតែម្ដងពួយនៅតាមផ្ទះយើងមួយគឺមានតំណាំតំណោចផ្សេងអញ្ចឹងណាបងប្អូនអញ្ចឹងទៅឃើញរបស់អីទៅយើងអាចបុកអំបិលម្ទេសធ្វើទឹកប្រហុកធ្វើទឹកត្រីមានកន្ទួតមានអីទៅអូយគ្រប់មុខមកឆ្ងាញ់មែនតែហើយខ្ញុំចូលចិត្តដែររឿងប្រហុកនេះច្រើនអីហ្នឹងប៉ុន្តែក៏មើលមុខទៅដឹងហើយនេះបងប្អូនមើលមុខនេះខ្ញុំទៅប្រកាសជាដឹងថាមានអ្វីកើតឡើងនិយាយលេងទេឲ្យតែញ៉ាំរបស់ផ្អាប់អីចឹងទៅគឺឡើងមុនសាហាវមែនតែញ៉ាំតែរបស់ផ្អាប់ទេណាឲ្យតែរបស់ហឹលរបស់អីមុំគឺឡើងមុនហើយជាពិសេសសណ្តែកដីបើនាងខ្ញុំហូបទៅគឺឡើងមុនហើយបងប្អូនខ្លះគាត់ហូបទៅអត់អីខ្ញុំអត់ដឹងដែរប៉ុន្តែនេះខ្ញុំនិយាយចំពោះខ្ញុំទេតែខ្ញុំហូបទៅគឺវាឡើងប៉ុន្តែរបស់អញ្ចឹងគឺចូលចិត្តមែនតែដូចជាបុកទឹកគ្រឿងអីផ្សេងអញ្ចឹងគឺចូលចិត្តណាស់ហើយប្រហុកច្រើនផ្អកចង្ហុយអំបិលម្ទេសទឹកប្រហុកអីអូចូលចិត្តណាស់របស់អញ្ចឹងតែកុំនិយាយពីមុខខ្ញុំវិញគឺឡើងមុនអត់ឈប់ទេឡើងស្រកជាងទៅនឹកឃើញញ៉ាំទៀតឡើងមកទៀតហើយឡើងស្រកនៅនឹងឯងហើយអាវីដេអូហ្នឹងគឺវីដេអូខ្ញុំថតកាមេរ៉ាស៊ីនណាបងប្អូនមុខខ្ញុំគឺអត់សូវស្អាតប្រហែលទេគឺមានមុនច្រើនមែនតែពេលខ្លះទៅក៏វាឡើងពេលខ្លះទៅក៏អត់សូវឡើងអញ្ចឹងណាបងប្អូនហើយខ្ញុំទៅពីញ៉ាំហ្នឹងគ្រូសាខ្ញុំគាត់ថាអំបិលម្ទេសហ្នឹងហឹលពេកគាត់អត់ចង់ឲ្យខ្ញុំហូបម្ទេសច្រើនទេវិញខ្ញុំតែហូបច្រើនទៅគឺវាអត់សាក់ឡើងមុនក៏លឿនដែរញ៉ាំអំបិលម្ទេសញឹកក៏គាត់អត់សូវឲ្យញ៉ាំដែរអញ្ចឹងទៅបើញ៉ាំស្វាយផ្អែមឬក៏តបាយអីផ្សេងស្រាយឈើគាត់ឲ្យញ៉ាំតែក៏អត់សូវឲ្យចង់ញ៉ាំអំបិលម្ទេសឬក៏របស់ផ្អាប់អីទេប៉ុន្តែខ្ញុំចូលចិត្តខ្ញុំចូលចិត្តមែនទេណារបស់ផ្អាប់អីចឹងទៅមិនថាអំបិលម្ទេសថាអីទេគឺតែរបស់ដែលខ្ញុំចូលចិត្តថានំមិនថាអីនំពងនំអីហ្នឹងហើយគេក្របឈូករត់ឈូកអីអូយញ៉ាំចូលចិត្តណាស់ប៉ុន្តែតញ៉ាំមុំគឺមុខខ្ញុំឡើងមុនសាហាវមិនដឹងថាបងប្អូនដូចខ្ញុំអត់ទេណាប៉ុន្តែខ្ញុំគឺមុខខ្ញុំនិយាយពីខ្លួនខ្ញុំទេអត់និយាយពីបងប្អូនឬក៏មិនទេប៉ុន្តែខ្លាចតែបងប្អូនខុសពីខ្ញុំអញ្ចឹងខ្ញុំអត់ហ៊ាននិយាយទេខ្លាចនិយាយទៅបងប្អូនអត់សូវសប្បាយចិត្តឬក៏ប៉ះពាល់អីខ្ញុំភ័យទៅផងណាព្រោះខ្ញុំនិយាយក្នុងវីដេអូហ្នឹងគឺខ្ញុំនិយាយតែខ្លួនខ្ញុំទេថាខ្ញុំហូបអីល្មមអីគឺវាឡើងមុនហើយមុខខ្ញុំហ្នឹងឧស្សាហ៍ឡើងមុនលឿនមែនទែនហូបឧទាហរណ៍ថាយើងហូបប្រហុកថ្ងៃហ្នឹងឬក៏ហូបសណ្តែកដីថ្ងៃហ្នឹងអីស្អែកឡើងអីគេចាប់ផ្ដើមឡើងកទួលមកហើយលះឡើងមុនមែនទែនញ៉ាំអីស្រួលក៏ឡើងមុនហើយសម្បីតែគ្រឿងសម្រាប់ញ៉ាំទៅក៏ឡើងមុនដែរឡើងលឿនសាហាវប៉ុន្តែរបស់ហ្នឹងស្ទើររបស់យើងចូលចិត្តទាំងអស់អញ្ចឹងទៅក៏មិនຕົកមិនបានទេក៏ញ៉ាំគឺឆ្ងាញ់តែម្ដងអរគុណបងប្អូនសួស្ដីកន្លែងណាដែលខ្ញុំនិយាយខុសអីសូមអភ័យទោសផងបាយ